លោកហ៊ុនសែនប្រធានព្រឹទ្ធសភាកម្ពុជាបានអំពាវនាវឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ពង្រឹងការការពារអភិរក្សនិងទប់ស្កាត់បទល្មើសធនធានធម្មជាតិជាពិសេសនៅក្នុងតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់គណៈសកម្មជនបរិស្ថានលើកឡើងថាការអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់មានសារៈសំខាន់ជាងការចេញសារអំពាវនាវក្នុងជំនួបជាមួយក្រុមប្រឹក្សាខេត្តក្រុងស្រុកឃុំសង្កាត់និងថ្នាក់ដឹកនាំមន្ទីរនានាជាង 1000 នាក់នៅខេត្តក្រចេះកាលពីថ្ងៃទី 6 ខែកក្កដាលោកហ៊ុនសែនបានណែនាំឲ្យអាជ្ញាធរពង្រឹងការការពារធនធានធម្មជាតិនិងទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើនៅតំបន់ព្រៃឡង់លោកហ៊ុនសែនបានអំពាវនាវឲ្យអាជ្ញាធរនៅខេត្តក្រចេះស្ទឹងត្រែងកំពង់ធំនិងព្រះវិហារជាខេត្តដែលស្ថិតនៅក្នុងដែនជម្រកព្រៃឡង់បង្កើនការយកចិត្តទុកដាក់ក្នុងការទប់ស្កាត់បទល្មើសព្រៃឈើនិងការកាប់ទន្ទ្រានដីព្រៃដើម្បីការពារតំបន់នោះពីការរិចរិលដែនជម្រកសត្វព្រៃព្រៃឡង់មានផ្ទៃដីជាង 43,000 ហិកតាគ្របដណ្ដប់លើខេត្តចំនួន 4 គឺខេត្តក្រចេះស្ទឹងត្រែងកំពង់ធំនិងព្រះវិហារតំបន់នេះត្រូវបានចាត់ទុកថាជាព្រៃវាលទំនាបត្រូពិចដ៏ធំបំផុតមួយដែលនៅសេសសល់ក្នុងតំបន់អាស៊ីអាគ្នេយ៍ហើយត្រូវបានប្រកាសជាដែនជម្រកសត្វព្រៃក្នុងឆ្នាំ 2016 ឆ្លើយតបនឹងការអំពាវនាវនេះសកម្មជនការពារព្រៃឈើលោកម៉ាចត្រាបានប្រាប់សារព័ត៌មានកាសែតខ្មែរថាលោកស្វាគមន៍ចំពោះការលើកឡើងរបស់ប្រធានព្រឹទ្ធសភាប៉ុន្តែលោកយល់ថាការអំពាវនាវតែមួយមុខមិនគ្រប់គ្រាន់សម្រាប់ការការពារព្រៃឈើនោះទេលោកថាអ្វីដែលសំខាន់គឺការអនុវត្តច្បាប់ឲ្យបានតឹងរ៉ឹងចំពោះអ្នកប្រព្រឹត្តបទល្មើសនិងមន្ត្រីដែលជាប់ពាក់ព័ន្ធហើយបើសិនជាការអនុវត្តច្បាប់ល្អខ្ញុំគិតថាគាត់មិនបាច់ចាំរវល់មកស្រែកឲ្យគេការពារទេគាត់ធ្វើម៉េចយកច្បាប់នឹងទៅអនុវត្តទៅឲ្យមន្ត្រីថ្នាក់ក្រោមគាត់នឹងអនុវត្តច្បាប់ទៅបើសិនជាអ្នកណាកាប់បំផ្លាញព្រៃឈើដាក់ទោសទណ្ឌទៅអ្នកណាខុបខិតជាមួយអ្នកកាប់បំផ្លាញព្រៃឈើទៅដកហូតតួនាទីទៅហើយកាត់ទោសដូចគ្នាទៅអានឹងបានអាចការពារព្រៃឈើបានលោកម៉ាចត្រាក៏បានលើកឡើងថាបទពិសោធន៍កន្លងមកបង្ហាញថាបទល្មើសព្រៃឈើនៅតែបន្តកើតមានបើទោះបីមានការចេញបទបញ្ជានិងការអំពាវនាវពីថ្នាក់ដឹកនាំជាបន្តបន្ទាប់ក៏ដោយលោកថាជាការកត់សម្គាល់របស់លោកមើលឃើញថាឲ្យតែចិត្តដល់រដូវកាលបោះឆ្នោតគាត់តែងតែស្រែកបែបនេះលោកយល់ឃើញថាការស្រែកក្នុងពេលចិត្តបោះឆ្នោតវាមិនអាចចូលរួមចំណែកក្នុងការការពារព្រៃឈើបានទេយោងតាមរបាយការណ៍របស់បណ្ដាញសហគមន៍ព្រៃឡង់ដែលចេញផ្សាយក្នុងឆ្នាំ 2022 បានឲ្យដឹងថាឆ្នាំ 2021 ជាឆ្នាំដែលកម្ពុជាបាត់បង់គម្របព្រៃឈើច្រើនជាងគេដែលមិនធ្លាប់មានរបាយការណ៍បានប៉ាន់ប្រមាណថាដែនជម្រកសត្វព្រៃព្រៃឡង់បានបាត់បង់គម្របព្រៃឈើជាង 11,100 ហិកតាក្នុងឆ្នាំនោះរបាយការណ៍ដដែលបានបញ្ជាក់ថាចាប់តាំងពីឆ្នាំ 2000 មកព្រៃឡង់បានបាត់បង់គម្របព្រៃឈើប្រមាណ 67,400 ហិកតាឬស្មើនឹងប្រមាណ 16% នៃផ្ទៃព្រៃសរុបទោះបីជាអាជ្ញាធរបានប្រកាសពីវិធានការបង្ក្រាបបទល្មើសព្រៃឈើជាបន្តបន្ទាប់ក៏ដោយក្រុមអ្នកការពារបរិស្ថាននៅតែបន្តរាយការណ៍ពីការកាប់ឈើខុសច្បាប់និងការទន្ទ្រានដីនៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ដាយហ្នឹង